ជំរាបសួរបងប្អូនទាំងអស់គ្នាបាទតែបងប្អូនខ្លះស្គាល់ដើមប្រក់ផ្លែទេបាទឬក៏អំពិលប្រក់ផ្លែឬក៏ប្រក់ផ្លែបាទអំពិលប្រក់ផ្លែបងប្អូននេះគឺជាឱសថថ្នាំខ្មែរបុរាណបាទបើនិយាយពីថាឱសថវាពូកែស័ក្តិសិទ្ធិអញ្ចឹងណាបងប្អូនឱសថទឹកឱសថអញ្ចឹងណាបាទប៉ុន្តែយើងនិយាយអំពីនៅក្នុងសិភៅថ្នាំខ្មែរបុរាណដែលគេបានចារមកណាចងក្រងទុកជាឯកសារសម្រាប់ជាកូនចៅជំនាន់ក្រោយបាទណាហើយបងប្អូនឃើញទេបាទអំពើប្រក់ផ្លែបាទហេតុអីបានថាអំពើប្រក់ផ្លែបងប្អូននេះនៅពីក្រោមវានេះគឺនេះនៅពីក្រោមស្លឹកគឺផ្លែបាទអញ្ចឹងវាប្រក់គ្របចិត្តយើងមើលពីលើអញ្ចឹងទៅមើលអត់ឃើញផ្លែទេបាទអញ្ចឹងហើយបានថាអំពើប្រក់ផ្លែបាទហើយរដូវនេះគឺជារដូវសម្បូរផ្លែហើយក៏ជារដូវធំធាត់ល្អដែរបាទมันពិបាករកទេបាទពិបាករកតែកន្លែងมันមានហ្នឹងកន្លែងបងប្អូនស្គាល់ទេបាទបងប្អូនស្គាល់ហើយកន្លែងមានទៀតកាន់តែរកស្រួលទៀតបាទនេះជាអំពើប្រក់ផ្លែបងប្អូនបាទហើយល្វិញណាចំពោះដើមរុក្ខជាតិនេះបងប្អូនបាទហើយមកមើលនេះទៀតដោះច្រើនណាស់នេះនេះច្រើនហើយចំពោះឱសថវិញប្រើបានច្រើនណាដើមនេះបងប្អូនត្រូវថ្នាំខ្មែរយើងច្រើននៅក្នុងសភៅឯកសារណាហើយព្យាបាលរលាកថ្លើមបាទសួតហើយទន្ទឹមប៉ុណ្ណោះក៏មានកម្រិតនៃការប្រើប្រាស់ផងដែរចំពោះដើមនេះណាបាទมันចេះតែប្រើព្រោះដើមល្វិញបាទល្វិញតែតដែរហើយមួយទៀតយើងអាចផ្សំជាមួយនឹងរុក្ខជាតិផ្សេងបានបាទផ្សំជាមួយនឹងរុក្ខជាតិដូចជាខ្ញុំធ្លាប់បានផុសវីដេអូអញ្ចឹងណាមានដើមអីគេចេកសចេកក្របចេកដាវ៉ាយើងណាផ្លែវាបាទយកមកផ្សំជាមួយមកបាទហើយរបៀបប្រើប្រាស់ទៀតសោតបងប្អូនណាគឺវាប្រើមានកម្រិតបាទហើយហាលស្ងួតចាំប្រើហើយបើសិនជាបងប្អូនមិនទាន់ប្រើនៅស្រស់ក៏បានដែរមិនជាបញ្ហាការចោលទេបាទបើសិនជាក្រៀមវាឈ្ងុយជាងបងប្អូនឈ្ងុយវាមិនសូវជាខ្ពុលដូចយើងស្រស់ចឹងទេបាទអញ្ចឹងបងប្អូនមើលអំពើប្រក់ផ្លែទាំងអស់គ្នាទៅយកអត់ស្គាល់ណាបាទហើយយើងមើលទៅស្តៀងស្លឹក7ដែរណាបងប្អូនបាទហើយកម្រិតក្នុងប្រើគឺគេប្រើមានកម្រិតដូចយើងនិយាយសាមញ្ញដូច1ក្រាម2ក្រាមទៅឬក៏អាចថាកន្លះក្តាប់ដៃដាំទឹក2លីត្របាទកន្លះក្តាប់ដៃបើសិនដាក់ច្រើនពេកល្វិញណាបើសិនជាបងប្អូនអ្នកចូលចិត្តល្វិញមិនសូវជាបញ្ហាទេបាទបើថានៅម្នាក់មិនសូវចំណូលរឿងល្វិញទៀតចប់បដោយបាទដាក់មកទេធ្វើចង់ផ្អួតចង់ចង្អោមកវិញអញ្ចឹងណាបាទប៉ុន្តែវាថ្នាំកាពះពូកែស័ក្តិសិទ្ធិណាបងប្អូនអើយអំពើប្រក់ផ្លែនេះបាទដោយសារតែខ្ញុំធ្លាប់ប្រើខ្លួនឯងដែរបើនិយាយទៅថ្នាំខ្មែរខ្ញុំជាអ្នកបង្កើតមេតិកាប្រសិទ្ធថ្នាំខ្មែរអញ្ចឹងខ្ញុំពិចារណាខ្ញុំប្រើតែខ្លួនឯងទេបាទមុននឹងនិយាយគឺសាកសិនមិនចេះតែឲ្យគេប្រើទេប៉ះពាល់ខ្លួនឯងដែរបាទហើយមិនពុលទេបាទមិនពុលទេប៉ុន្តែអ្នកដែលមិនធ្លាប់ធ្វើដែរល្វិញណាបងប្អូនអញ្ចឹងមិនស៊ាំកាលណាយើងអ្នកថ្មីមិនចេះថ្នាំខ្មែរបងប្អូនហត់ហូបតាមមួយកែវបែងតូចសិនទៅបាទជៀសវាងនៃការគ្រោះថ្នាក់បាទនេះចំពោះអ្នកដែលមានបញ្ហារលាកថ្លើមបាទថ្លើមកាពះពោះវៀនអីហ្នឹងបាទហើយសប្តាហ៍ថ្ងៃបងប្អូនភាគច្រើនកាពះពោះវៀនមេរោគក្នុងកាពះហើយហ្នឹងជាងផុតទេឥឡូវមេរោគក្នុងកាពះដោយសារតែគីមីបាទចំណែកច្រើនហូបអាហារថ្មីផងហើយបន្លែផ្លែឈើមួយចំនួននេះហ្នឹងសម័យទាំងហ្នឹងគីមីដែរប្រើជីច្រើនពេកទៅប៉ះពាល់ដែរបាទហើយរក្សាទុកកុំឲ្យវាកើត
mì chừng có món cài tục bàn du để sao tục bàn duណាបាទអញ្ចឹងបាទពណ៌សុខភាពយើងអញ្ចឹងទេយើងហូបបន្សំតិចតិចទៅបាទអ្នកដែលមិនមានជំងឺក៏ហូបបានអ្នកដែលមានជំងឺហើយក៏ហូបទៅដើម្បីជួយព្យាបាលបាទសម្រាប់ទុកបងប្អូនបានខ្លះបាទអញ្ចឹងបងប្អូនអ្នកសុខសាយចំការអ្នកនៅឆ្ងាយតែខ្សែពីពេទ្យបងប្អូនមើលនេះដែរប៉ុន្តែគាត់ថាថ្នាំខ្មែរមិនមែនលឿនដូចថ្នាំពេទ្យទេបងប្អូននេះឃើញទេចឹងស្គាល់ទាំងអស់គ្នាដែរបាទនឹងហើយតែគេហៅថាដើមអំពើប្រក់ផ្លែបាទទាំងអំពើប្រក់ផ្លែដោយសារតែវានៅពីក្រោមស្លឹករបស់វាគឺមានផ្លែបាទចឹងទេបានគេហៅអំពើប្រក់ផ្លែ